យើងមើលចាក់ស្ដែងពីប្រគួតខ្សែការពារអត់ដូរសោះហ្មងមិនងាយណាអញ្ចឹងបានថាបើគាត់ដូរអាថ្ងៃដែលដូរហ្នឹងគឺដូរចាប់ដើមនាទីចូល8ឡើងចាប់ដើមដូរឌីសើឲ្យតែចាប់ដើមចូលដល់នាទី8ឡើងគឺចាប់ដើមហ៎អានេះបើនិយាយសើខ្ញុំសម័យទៀតប៉ុន្តែលើ media លើអ្នកគ្រប់គ្រងសម័យសើគាត់មានស្លឹកអាត់របស់គាត់អញ្ចឹងដូចលោក Carrick គាត់បាននិយាយថាគូញ៉ាគេហៅថា super sub ឬក៏មានថាមានផលប៉ះពាល់នៅពេលដែលគាត់ចូលប៉ុន្តែអាហ្នឹងគេត្រូវឲ្យតម្លៃគាត់ឬក៏ត្រូវលើកទឹកចិត្តគាត់ថាគាត់គឺចូលទៅគឺយកគ្រាប់បាល់នឹងជ័យជំនះប៉ុន្តែបើយើងត្រឡប់ទៅវិញកីឡាករឥឡូវអត់បានលេងគេភ័ញអញ្ចឹងខ្ញុំខ្លាចអាការភ័ញហ្នឹងគាត់បាននិយាយថាគូញ៉ាគឺជាកីឡាករមួយដែលដូរចូលទៅគឺមានឥទ្ធិពលមែនតើដូចសើអញ្ចឹងគាត់មានផាក់ជីសុងគាត់មានសូខ្យាកាលមុនសូខ្យាគឺជាកីឡាករគេថាកីឡាករដូរបំរុងបាទឈីឆារីតូហូរ៉ាណាន់ដេសជាកីឡាករបំរុងអានេះគេថាស្លឹកអាត់ចុងក្រោយបាទអញ្ចឹងយើងអត់តន់ថាគូញ៉ាជាកីឡាករស្លឹកអាត់ចុងក្រោយបានទេពីព្រោះយើងប្រៀបធៀបអូឡេបងមើលតន់អត់គ្រប់កាប់គាត់ដបងទេបងបានចុងក្រោយនៅពេលគាត់ចាស់ហើយតែបើឈីឆារីតូអ្នកថ្មីមកក្រោយបងមើលតន់តាមរយៈថាសមត្ថភាពរបស់ឈីឆារីតូដែលជាស្លឹកអាត់ចុងក្រោយបៃខឺវែងដែលគាត់ចាស់ហើយហ្នឹងមកជាទូទៅសមត្ថភាពរបស់គាត់អត់ដូចគូញ៉ាទេគូញ៉ាល្អជាងដែលអ្នកនៅបំរុងច្រើនអញ្ចឹងឱកាសគូញ៉ាគឺនៅតែមានឱកាសសម្រាប់11អ្នកដដែលតាមរយៈប្រសិនបើ Michael Carrick គាត់ប្រើយុទ្ធសាស្ត្រ 4-4-2 ចូលលេងដំបូងបាទ 4-4-2 4-4-3-3 4-1-4-1 និយាយទៅអា information ហ្នឹងវាខ្ញុំនិយាយ information វាក៏ information អាពេលទៅលេងនោះតាក់ទិចវានឹងប្រែប្រួលទៅរហូតហ្នឹងមកប្រកួតខ្លះអាចដូរទៅ3តាក់ទិចក៏មានដែរបងចាំមើលទេប្រសិនបើលេងជាមួយនឹង Fulham Carrick នៅតែដាក់កីឡាករដដែលនៅតែលេងក្បួនការដូរដដែលអាហ្នឹងហើយគាត់យក DNA មកទាំងស្រុងហ្មងគាត់យកការដឹកនាំរបៀបការដឹកនាំសើមកទាំងស្រុងហ្នឹងបាទអានេះបងប្អូនចាំមើលទេដោយសារពីប្រកួតនេះបងសង្កេតមើលរបៀបដូរកីឡាករគឺនៅពេលដែលឃើញ Carrick ដូរកីឡាករបងទៅសម័យជំនាន់សើដូរកីឡាករហើយកីឡាករហាក់បីដូចជាអត់មានអ្នកណាចាប់ឥឡូវយើងឃើញអត់មានអ្នកណាលេង status ទៀតទេពីប្រកួតដំបូងនេះដោយសារពីប្រកួតដំបូងយើងវាតាមអត់ទាន់ទេដោយសារតែក្លឹបវាអត់ទាន់ទទួលរងហានិភ័យអីពីការចាញ់នៅឡើយទេវាកំពុងតែឡើងយ៉ាងអារ៉ាមហាងឆេមាសព្រោះឡើងហើយបាទអត់ទាន់ស្រួលទេបាទអញ្ចឹងអត់មានកីឡាករណាដ្រាម៉ាអីដាក់គ្នានៅឡើយទេបាទតែកំពុងតែរងចាំមើលប្រសិនបើថ្ងៃណាមួយគាត់លេងដឹកនាំស្មើនឹងចាញ់យើងចង់ដឹងថាតើកីឡាករដែលមិនសូវបានលេងហ្នឹងហ៊ានបង្ហោះអាដ្រាម៉ានៅលើសង្គម Facebook អត់ពីព្រោះជំនាន់សើអត់មានកីឡាករណាដ្រាម៉ានៅលើ Facebook ទេវាអត់ទាន់មានទូរទស្សន៍ទេបាទហើយក៏អត់មានកីឡាករណាចេញតាម media ដែរបាទសម្ភារអីមកមាត់មានទេតែចាំមើលជំនាន់ Carrick នេះហើយជំនាន់សម័យថ្មីតើគាត់នឹងប្រើយុទ្ធសាស្ត្របែបម៉េចបាទឲ្យស្មានអត់ទាន់ដឹងទេតែកំពុងតែរងចាំមើលប្រកួតបន្ត2 3ប្រកួតទៀតនេះប៉ះមួយ Fulham នេះអ្វីដែលខ្ញុំភ័យមិនមែនតម្រង់ទេខ្ញុំភ័យខ្លាចកីឡាករ Man U មើលស្រាលគេវាអារម្មណ៍ថាឈ្នះគេ2ប្រកួតគិតថា Fulham បើថាមើលថាលេងគេលេងត្រាប់ច្បាប់គ្រូបើថាច្បាប់គ្រូបើន័យថារក្សាអារម្មណ៍ឲ្យនឹងកុំកជ្រោលកុំមើលងាយគេលេងតាមលំហនៃទឹកអញ្ចឹងដូចប៉ាសណអញ្ចឹងយើងមើលកីឡាករ Man U ដូចអត់មានអាណាបារម្ភឬក៏ផិតភ័យគាត់លេងតាមលំនៅតែខ្លាចតែប៉ាជាមួយ Fulham នេះគាត់បដ ாய் អារម្មណ៍គាត់ស្រាលលេងអត់បែចាចេញតម្រងតារ៉ែមកកជ្រោលឲ្យគាត់ចេញដែរខ្ញុំខ្លាចតែគាត់មើលស្រាលគេថាគ្រូថាទប់វាយបកតបពេលកីឡាករធម្មតាមហិច្ឆតាលេងឈ្នះក្នុងក្រៅបកឥឡូវចាំមើលស្កេត Fulham នេះប្រសិនបើ Fulham អត់ហ៊ានលេងបុកជាមួយ Man U Fulham នឹងលេងក្បាច់ការពារវាបកតែប្រសិនបើ Man U អត់លេងសម្រុក Man U ជាយឹមលេងបិឆោតអាហ្នឹងគឺក្បួនសើហ្មងមានន័យថាលេងបាល់អត់ទៅមុខឲ្យលេងដូច Man City លេងដល់ទៅមុខឲ្យជះមកក្រោយលេងទៅមុខឲ្យជះមកក្រោយលេងឲ្យធ្វើឲ្យខូចបាល់ដើម្បីសត្រូវវាបកមកគេមានក្បួនគេវាបកទៅវិញបាទតែប្រសិនបើមិននោះលេងអារបៀបទម្រង់ដូចអាម៉ារីននៅពេលដែលគាត់ប៉ះក្លឹបល្អគាត់បុកទៅបុកគាត់បុកសង្គ្រប់ឲ្យគេចាំវាបកអាហ្នឹងហើយវាអាចមើលតទៀតបាទអត់ទេចាប់អារម្មណ៍កន្លែងប្រសិនបើគាត់ហ៊ានលេងគួរអញ្ចឹងមែនអាហ្នឹងអាចគាត់យក DNA ជំនាន់សើដឹកនាំមកហើយមិនបើមើលអ្វីដែលគាត់ផ្ដោតខ្ញុំមើលពីប្រគួតនេះគាត់ប្រកែបាល់ប៉ះ 1-2 ខ្លីៗវាជា style របស់គាត់ដែរព្រោះគាត់បំរើកណ្ដាលគាត់លេងរបៀបគេហៅអីគេ
Diamond ណានៅតំបន់នេះ Diamond ហ្នឹងបើថា3 4នាក់ហ្នឹងគឺប្រដាក់គ្នារហូតណា ត្រូវហើយ អញ្ចឹងគឺគាត់ចូលចិត្តប្រើអាហ្នឹង Diamond ហ្នឹងគឺច្បាស់ហើយកីឡាករឃើញគាត់ដាក់ Cisco ដោយសារអី Cisco អត់អាចបណ្ដាក់ Diamond ហ្នឹងបានទេអញ្ចឹងគឺគាត់ទុក Cisco ដូរអញ្ចឹងមានអី Diamond ហ្នឹងបើសិនជា Fulham ហ្នឹងដូចហ្នឹងរងចាំឱកាសណាមែនយូរងចាំឱកាសថាFulham plot ទៅតែខ្លាចតែ Fulham វាចាំដែរតែពេលចាំទៅចាំមកលទ្ធផលដូចបងនិយាយយ៉ាងប្រសិនបើ Fulham លេងចាំ Carrick នឹងយកក្បាច់សើមកលេងអាហ្នឹងហើយជំនាន់សើនៅពេលដែលគាត់ប៉ះក្លឹបអន់ណាគឺមើល Man U លេងមហាធុញដោយសារតែឲ្យតែប៉ះជាមួយក្លឹបអន់គឺ Man U លេងធុញមកបត់កើតអញ្ចឹង Man U ព្យាយាមលេងគ្រប់គ្រងបាល់ហើយជះមកក្រោយលេងគ្រប់គ្រងបាល់ទូងមកពីឆ្វេងមកស្ដាំលេងទូងពីស្ដាំទៅឆ្វេងខូចបាល់គេបុកមកវាបត់វិញមានគ្រាប់អាហ្នឹងនៅពេលដែលក្លឹបមិនហ៊ានលេងជាមួយសើបាទអញ្ចឹងប្រសិនបើ Fulham គាត់ហ៊ានទប់លេងក្បាច់ហ្នឹងមែនហើយ Carrick អាចនឹងប្រើក្បាច់សើមែនអាហ្នឹងឯងគាត់ថាយកក្បួនការដឹកនាំសើចរន្តមុនមកហើយបាទតែបើក្បួនហ្នឹងថ្ងៃជាមួយនឹង Fulham លេងជោគជ័យ Carrick ប្រើក្បួនហ្នឹងមែនអត់ថិតថេរប្រើបានតែមួយរយៈពេលខ្លីគេចាប់ជាប់ហើយបាទបារម្ភតែរងចាំមើលទៅវាមិនអីពេលនេះពេលដកពិសោធន៍ហើយមិនមែននេះទេប៉ៃដកពិសោធន៍ហ្នឹងត្រូវបាទចាំ insert អាខ្ទប់មាត់អីនោះ mask តែដល់ឆ្ងល់ដែរលោកដៃទៅបិទមុខក៏យកក៏រេះបានដែរបាទពួកគ្នាដល់យកទៅរឿងអីស្អីគេ Harry Maguire ដួលគេថាចាប់ពេលទាំងទីមិនអស់ចិត្តមិនតែរងឃើញតែរងផុសអត់ទេបើយើងមើលទៅរឿងហ្នឹងបើនៅបរទេសវាទូទៅថាហើយបាទរឿងហ្នឹងខ្ញុំក៏បានផុសដែរបងឃើញហើយតែទៅមួយប៉ះដៃនេះបងប្អូនខ្ញុំជឿថាគាត់បានឃើញមានការតវ៉ាខ្លាំងមិនរងមិនកាត់ទុកសុខចិត្តនៅកម្ពុជាអត់មានទេតែនៅលើ Twitter ផ្ទុះមែនទេបាទរហូតដល់ fan Man U ដូចគ្នាហ្នឹងគេមិនកាត់អារូបចេះមិនចង់ឲ្យ Maguire ដួលអញ្ចឹងអីដួលអញ្ចឹងបោកក្បាលវាកកឈាមនៅក្បាលទៅបាទហើយមួយទៀតគេថា Maguire ដួលធ្វើដៃអញ្ចឹងស្វាគមន៍ Cole Palmer បាទអត់ទេព្រោះបាល់នេះវាច្រើនតង់ពេកវាច្រើនតង់គាត់ដួលផងហើយនិយាយទៅបើទោះដៃគាត់នៅក្រៅក៏ដោយព្រោះគាត់អត់មានចេតនាទេធម្មតាតែគ្នាដួលគ្នាច្រត់ហើយណាដួលហើយឃើញបាល់មកដកដៃទៅវិញព្រោះក្រិចអីទៅមិនទៅដកដៃវិញដល់ Superman បានលឿនបាទហើយនេះបងប្អូនគាត់ជំនុំគាត់និយាយថាខ្ញុំមានតវ៉ាជំនុំ Man U ព្រោះគេដឹងថាយើង fan Man U យើងខុសអត់តវ៉ាទេអាហ្នឹងខ្ញុំសរសេរនេះគឺមិនមែនសរសេរតវ៉ាចេញពីគំនិតខ្លួនឯងទេពីវិន័យច្បាប់គេអត់មានទៅចម្លងពីសារព័ត៌មានណាដែរដោយសារតែយើងឃើញគេផុសនៅលើ Twitter យើងទៅ research ខ្លួនឯងមកសរសេរឲ្យហ្មងបាទអញ្ចឹងបានគឺគ្រាន់តែសរសេរប្រាប់កន្លែងហ្នឹងហេតុអីបានគេមិនវិន័យហើយបងប្អូនថាអើយបាល់ហ្នឹងបើសិនជាអាញាកណ្ដាលចង់ផ្លុំកញ្ចែគេផ្លុំហើយបើនិយាយទៅអាញាកណ្ដាលដូចប៉ូលីសចរាចរណ៍អញ្ចឹងទោះបីភ្លើងក្រហមគាត់ឲ្យទៅគាត់នៅទៅដែរក៏ប៉ុន្តែនេះគេបង្ហាញមកវិញថាដោយសារច្បាប់ហ្នឹងហើយបានគាត់អត់ផ្លុំកញ្ចែហើយ VR ដែលនៅចាំធ្វើការពីក្រោយគាត់ក៏គេអត់ reaction ដែរគេមិនវាយកុំមកថាអូ for អត់ទេដោយសារតែគេយកអាច្បាប់ហ្នឹងមកដាក់បាទមក apply លើហ្នឹងអញ្ចឹងតែទៀមទាទេថាចង់ទៀមទាក៏ទៀមទាមិនដឹងតែក្រោយដួលតែធ្វើដៃអញ្ចឹងហើយអត់មានអ្នកតវ៉ាបាទដងម្នាក់ទេរឿងហ្នឹងបាទធ្វើមិនទេព្រោះប៉ះអាលើកមុនក៏វាសម្បូរអារឿងបែបហ្នឹងដែររឿងអីគេ5-0ទេអូ5-0ហ្នឹងនិយាយទៅវានៅក្នុងតំបន់ local ទេបាទមិន worldwide ទេណាបាទនៅ local ទេគាត់ទាយត្រូវណា5-0ទីត្រូវ5គ្រាប់បាទ official ទេណាតែយើងមកទេបាទមិនឆ្លងបន្ទាត់ក្រហមឆ្លងដែរថាបតៃទេគេថាលេងទៅតែគាត់ថាគេថាបើមិនប្រមាថកុំជឿបាទមិនប្រមាថកុំជឿវិជាទេហ្នឹងហើយអូណែbrother ប្រាក់ដីសេងប្រាក់ដី brother ប្រាក់ដី fan Man U ត្រូវហ៎គាត់លក់អាវគាត់ទៅលក់អាវហើយនៅធ្វើ MC ដូចយើងហើយគាត់អ្នកលេងបាល់ហើយគាត់ក៏ផ្សារភ្ជាប់ជាមួយបាល់ជិះខ្ញុំតាមដានគាត់ដែរហើយគាត់ fan Man U គាត់ដូចចាំបានគាត់ធ្លាប់ថាមានគាត់អាសាយកវីដេអូមកធ្វើ reaction បងចង់ហៅប្រាក់ដីឡើងគាត់និយាយគាត់ថាពេលណាហៅគាត់ឡើងខ្ញុំចាំបានកាលពីនៅខាងក្រោមខាងក្រោមគាត់ធ្លាប់ comment ណាបងក៏ធ្លាប់ឆ្លើយមកគាត់ដែរប៉ុន្តែគាត់ដាច់បានឃើញអីខ្ញុំចាំបានចាំអាទិត្យក្រោយហៅប្រាក់ដីឡើងតែឃើញគាត់អាសាពាក់អាវ Man U ដែរបាទយើងមិនហ៊ាននិយាយថាគាត់ fan Man U ខ្លាចថាយើងគេ fan Liverpool ទៅថាគេ fan Man Uអ្នកដឹងគេខឹងគាត់ណាអត់ចឹងឲ្យគាត់និយាយនឹងគាត់ប៉ុន្តែគឺគាត់ទៅសាប់ពាក់អាវ Man U នេះបងដែលចង់ឡើងសូក៏មានមួយដែរបងឃើញគាត់ comment តាំងពីដើមបងលក្ខណៈសុខខឿនគាត់ថា fan តាំង2000សំខាន់ឲ្យតែគាត់ឡើងមកអ្នកថ្មីដូចថ្ងៃក្រោយនេះអ្នកតារាគាត់សុំណាចង់បានអ្នកថ្មីមកដើម្បីឲ្យបានផ្លែមុខចឹងបាទ